Ok,សួស្តីអ្នកនរស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយវីដេអូនេះខ្ញុំនឹងបរៀនអ្នកគ្នាពីស្គាល់ថាអីទៅគឺជា candlestick នៅក្នុងការមើល chart ណាអញ្ចឹងcandlestick គឺ candlestick មួយបង្ហាញពីទិន្នន័យចំនួនពីរគឺទិន្នន័យរបស់អ្នកលក់និងអ្នកទិញមក candlestick នៅពេលដែល candlestick close គឺមានន័យថាអ្នកលក់និងអ្នកទិញមានពីរហ្នឹងគឺមានមួយដែលឈ្នះនៅក្នុងការជួញដូរឧទាហរណ៍ candlestick bullish ឬក៏ពណ៌បៃតងនេះមានន័យថាអ្នកទិញគឺបានឈ្នះនៅការជួញដូរមួយហ្នឹងហើយបាន close នៅ candle ពណ៌បៃតងហើយអានេះគឺផ្ទុយពីអាពណ៌បៃតងគឺដោយសារតែអ្នកលក់គឺបានឈ្នះនៅការដេញថ្លៃឬក៏ជួញដូរមួយហ្នឹងអញ្ចឹងបានបង្កើតបានជា candle bearish ហើយ candle ពីរហ្នឹងខុសគ្នាត្រង់ថា candle bullish គឺជា candle ដែលឡើងទៅលើមានន័យថាអ្នកទិញកំពុងតែ in control នៅក្នុងផ្សារហ្នឹងហើយនៅពេលដែល candle ពណ៌ក្រហមគឺ candle ចុះមកក្រហមមានន័យថាអ្នកលក់កំពុងតែ in control នៅក្នុង market ជាក់ស្ដែងហ្នឹងហើយអ្នកគ្នាអ្វីដែលអ្នកត្រូវដឹងពី candle ពីរនេះគឺ candle bullish ឬក៏ candle ពណ៌បៃតងហ្នឹងគឺ open ពីខាងក្រោមនេះហើយ close នៅខាងលើហើយ candle bearish គឺផ្ទុយពីអាហ្នឹងគឺ open ពីខាងលើហើយ close ពីខាងក្រោមអាចង់សមោដែលអ្នកគ្នាតែងចំណាំខ្ញុំនិយាយពីពាក្យថា wick ហ្នឹងគឺមានន័យថាអានេះគឺ wick high អានេះគឺ wick low អានេះគឺ wick high អានេះគឺ wick low ហើយ wick high មួយនេះតើ wick high គឺជាអី wick high គឺមានន័យថាឧទាហរណ៍នៅក្នុង candle bullish នៅពេលដែល bullish បន្សល់ទុក wick មានន័យថានៅក្នុងតំបន់ហ្នឹងអ្នកទិញបានព្យាយាមរុញតម្លៃឡើងទៅលើនៅតំបន់ណាមួយប៉ុន្តែត្រូវបានអ្នកលក់ទាញតម្លៃធ្លាក់មកក្រោមវិញប៉ុន្តែដែលតំបន់ហ្នឹងគឺនៅតែ in control by អ្នកលក់ by អ្នកទិញដដែលសុំទោស by អ្នកទិញដដែលអញ្ចឹងមានន័យថា candle នេះគឺនៅតែ close bullish នៅឡើយពីព្រោះថា buyer គឺនៅតែក្នុង control គាត់ថាពេលដែលវាឡើងទៅចំណុចណាមួយគឺអ្នកទិញអ្នកលក់បានទម្លាក់តម្លៃមកក្រោមវិញដែលវាបន្សល់បានជាសមោគេហៅថា wick ហ្នឹងគឺជាសមោនៃតម្លៃណាមួយដែលព្យាយាមរុញទៅបាទដូចគ្នានឹង bearish នៅពេលដែលតម្លៃធ្លាក់មកក្រោមចេះមានន័យថាម៉េចមានន័យថាអ្នកទិញបានព្យាយាមរុញតម្លៃឡើងមករុញតម្លៃឡើងមកលើហើយអ្នកលក់ព្យាយាមរុញចុះទៅក្រោមប៉ុន្តែត្រូវបានអ្នកទិញហ្នឹងរុញមកលើវិញអញ្ចឹងបាន close candle មកកាត់បានជា wick អញ្ចឹងអាលើនេះក៏ដូចគ្នាដែរអញ្ចឹងវាមានខុសគ្នាថា wick ហ្នឹងពិបាកមើលឬក៏អត់ទេគាត់ថាហើយដែលអ្នកត្រូវដឹងគឺជាទិន្នន័យពីររវាងអ្នកលក់ហើយនិងអ្នកទិញគឺពណ៌បៃតងតំណាងឲ្យអ្នកទិញបានឈ្នះហើយពណ៌ក្រហមតំណាងឲ្យអ្នកលក់បានឈ្នះអានេះគឺជាចំណុចសំខាន់របស់ candlestick ហើយឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលឧទាហរណ៍ជាក់ស្ដែងនៅក្នុង market ដើម្បីឲ្យអ្នកគ្នាដឹងថាតើ candle bullish របៀបណា candle bearish របៀបណាតោះអូខេទាំងអស់គ្នាឥឡូវនេះយើងមកដល់ផ្សារចាក់ស្ដែងហើយអីដែលយើងចង់ដឹងពីផ្សារហ្នឹងគឺដោយសារតែផ្សារនេះគឺខ្ញុំបានដូរពណ៌អញ្ចឹងអ្នកគ្នាមើលយ៉ាងវល់តិចអញ្ចឹងខ្ញុំបញ្ជាក់បន្តិចថាពណ៌ប្រផេះគឺជា candle bullish ហើយពណ៌ខៀវគឺជា candle bearish អញ្ចឹងយើងមើលទាំងអស់គ្នាអានេះគឺជា pair SPX ហ្នឹងគឺ stock market របស់ប្រទេសអាមេរិកហើយយើងមើលទាំងអស់គ្នាថាតើ candle បិទរបៀបម៉េចរបៀបម៉េចអញ្ចឹងឧទាហរណ៍មួយនេះចុះមួយនេះគឺជា candle bullish ហើយ candle bullish បានបន្សល់ទុក wick ក្រោមមានន័យថាអ្នកលក់ព្យាយាមរុញតម្លៃមកក្រោមប៉ុន្តែត្រូវបានអ្នកទិញដោយសារកម្លាំងអ្នកទិញខ្លាំងជាងអញ្ចឹងគឺអ្នកទិញព្យាយាមរុញតម្លៃឡើងមកលើគេឡើងមកលើរហូតហើយត្រូវបានអ្នកលក់រុញមកត្រឡប់មកវិញហើយបាន close នៅកន្លែងនេះអញ្ចឹងមានន័យថា candle ហ្នឹងគឺបានបើកតម្លៃនៅកន្លែងនេះអានេះគឺគេហៅថា open ហើយអានេះយើងហៅវាថា close open close បាទ open close របស់ bullish គឺមានទម្រង់បែបហ្នឹងគឺ bullish គឺ open ពីក្រោមហើយ close នៅខាងលើចំណែកឯ bearish នេះដូចគ្នាអ្នកទិញព្យាយាមរុញតម្លៃមកលើប៉ុន្តែត្រូវបានអ្នកលក់រុញមកក្រោមវិញគឺបានបន្សល់ទុកនៅសមោ wick អូខេហើយអានេះចុះមកបាច់អ្នកទិញរុញតម្លៃមកលើទៀតអញ្ចឹងបានបង្កើតបានជា wick មួយទៀត
bạn chẳng vì chẳng ngắn cái vi chọn thôi để sao tại mà candle cứ chỉ ra một chút kia rồi nguyên là lỗi thằng nè tình chẳng nè nè lại miên vật liệu nó không cá cho những cái cứ chỉ nè nó cái nó candle mùi năng chắc mình vừa ban bằng hai nhầm pi tên đấy tha ta tên này mùi ná cái chuyện candle po có hóm tên này mùi ná cái chuyện candle po bê tông hay tên này tao nó cứ sầm khăn mình tên sầm ca back up bỏ dưới nó không cá take trade mùi là mùi cái dân thời ca bấm phải từ lời tên này nó sầm khăn u tiêu ho là mùi cứ chuyện candle candle bullish cứ candle bearish cứ openនៅកន្លែងនេះហើយ close វិញនៅកន្លែងនេះមូលហេតុអីបានខ្ញុំថា candle ពួកហ្នឹងសំខាន់គឺដោយសារតែ candle ទាំងអស់ហ្នឹងគឺអាចចាប់ទៅជា key បានវាគឺជា key level មួយដែល strong បាទ strong ដែលអាច support price បានល្អមែនតើអញ្ចឹងនៅតំបន់ហ្នឹងគឺមានការជួញដូរខ្លាំងពីមុនអញ្ចឹងយើងអាចយកតំបន់ហ្នឹងចាប់ជា key level ដែរក្នុងការ trade នៅថ្ងៃក្រោយអីចឹងទៅយើងអាចមើលបាននៅក្នុង wick នេះគឺសុទ្ធតែ key level នេះគឺ key level ដូចគ្នាអញ្ចឹងពេលដែល price មកហើយហ្នឹង rejection ធ្លាក់មកហមវាគឺជា key ដែល strong អញ្ចឹងយើងមើលទាំងអស់នេះថា key មួយណាដែល valid អី valid មិនយើងអាចចាប់វាបានយើងមាន confirmation ច្រើនហើយអ្នកគ្នាអត់ទាន់ហ៊ានដល់កន្លែងហ្នឹងកុំទាន់យល់ពីខាងហ្នឹងអីយើងត្រូវយល់អំពី fundamental របស់ candlestick សិនតើ candlestick នីមួយៗ open នៅកន្លែងណាហើយ close នៅកន្លែងណាហើយ wick របស់វាគឺមានន័យថាម៉េចហើយវាជា bearish យើង open នៅពីណាមក bullish open ពីណាមកពេលអ្នកគ្នាដឹងទាំងអស់ហ្នឹងហើយយើងអាច move on ទៅមេរៀនបន្តបានមេរៀន candlestick នេះសំខាន់មែនទែនសម្រាប់អ្នករៀនទាំងមិនថា ICT ទេមិនថា SNL ICT ជាពិសេស SNL គឺ focus ខ្លាំងទៅលើ candlestick ហ្នឹងគឺយើងចាប់វាទៅជា key level ហើយ ICT ឥឡូវគេពីច្រើនគេ combine ជាមួយនឹង SNL ដោយសារវា strong SNL វា valid ហើយវា strong ខ្លាំង trend line ឥឡូវគឺ trending មែនទែនអញ្ចឹងខ្ញុំពីច្រើនគេប្រើ trend line ខ្ញុំក៏ប្រើ trend line ដូចគ្នាតែខ្ញុំ combine វាជាមួយនឹង ICT ពេល combine វាចូលគ្នាទៅយើងរកបាន setup ណាល្អយើងមាន confirmation គ្រប់គ្រាន់យើងបានជា setup វិញទៅអញ្ចឹងអានេះគឺដូចគ្នាអ្នកគ្នាត្រូវរៀនឲ្យយល់អំពី candlestick ហើយទៅ back test វានៅលើផ្សារជាក់ស្ដែងថាតើវាបែបណាចាំយកវាមក trade ប៉ុន្តែមានប៉ុណ្ណឹងមួយមុខគឺអត់ទាំងគ្រប់គ្រាន់ទេអ្នកគ្នាត្រូវរៀនច្រើនទៀតអំពីអីទៅអញ្ចឹងគឺខ្ញុំនឹងបញ្ចេញថែមទៀតនៅវីដេអូក្រោយហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាអត់ទាន់មាន account ក្នុងការ trade ទេអាចទៅចូលយកនៅក្នុង description របស់ខ្ញុំបានខ្ញុំទម្លាក់នៅ link សម្រាប់ការបើកចលនានៃ account នៅក្នុងការ trade យើងមានការ deposit ចាប់ពី$ឡើងរហូតដល់$100ឡើង leverage គឺ1លើ1000ហើយអ្នកគ្នាអាច join នៅ community ខ្ញុំបានដូចគ្នាដែលយើងមានការ drop signal មួយថ្ងៃគឺ1ទៅ2 signal ទេយើងអត់ drop ច្រើនទេខ្ញុំអត់ចង់ស៊ី commission ពីអ្នកនរគ្នាទេខ្ញុំព្យាយាមសម្រាប់នៅ signal ណាដែលមាន quality មានគុណភាពសម្រាប់អ្នកនរគ្នាព្រោះខ្ញុំមិនចង់ឲ្យគ្នាយើងខាតទេហើយខ្ញុំមិនមែនឲ្យគ្នាយើងលើកច្រើនគ្នាយើងទៅជន់ផ្សារដើម្បីខ្ញុំបាន commission ខ្ញុំបាននៅ rebate ពីអ្នកគ្នាទេគឺខ្ញុំមានតែ cashback ទៅអ្នកគ្នាវិញទៀតអញ្ចឹងអ្នកគ្នាកុំភ្លេចយកអ្វីដែលខ្ញុំបានបង្រៀនតែអនុវត្តផង back test នៅលើផ្សារជាក់ស្ដែងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដល់អ្នកគ្នាសម្រាប់ការតាមដានទស្សនាខ្ញុំខាមួយ peace